តារាចម្រៀងរ៉េបអ្នកនាងទេពបុព្រឹកនិងតារាចម្រៀងរ៉េបលោកជាដេវីតអ្នកទាំងពីរបានសាងចំណងស្នេហ៍យ៉ាងរីករាយនិងទទួលបានចំណងដៃកូនប្រុសដ៏គួរឲ្យស្រឡាញ់គឺអូនអាល់ប៊ឺតបាននិយាយអំពីជីវិតការងាររបស់អ្នកទាំងពីរកាន់តែទទួលការគាំទ្រយ៉ាងខ្លាំងនៅក្នុងសង្គមជាតិនិងសង្គមសិល្បៈអន្តរជាតិលោកជាដេវីតនិងអ្នកនាងទេពបុព្រឹកគឺជាតារាចម្រៀងរ៉េបខ្មែរដែលអ្នកទាំងពីរបានចូលរោងជ័យកាលពីថ្ងៃទី7ខែមិថុនាឆ្នាំ2025នេះគឺជាពិធីដែលអ្នកគាំទ្រទន្ទឹងរង់ចាំជាយូរមកហើយបន្ទាប់ពីអ្នកទាំងពីរបានរួមរស់និងចុះសម្បត្តិអាពាហ៍ពិពាហ៍ជាមួយគ្នាការរៀបចំកម្មវិធីដ៏ធំសម្បើមជាមួយនឹងការរៀបចំនៅពិធីដ៏ពិសិដ្ឋបង្ហាញអំពីសិល្បៈវប្បធម៌ខ្មែរមង្គលការកម្ពុជាតារាចម្រៀងទាំងពីរទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់អ្នកគាំទ្រនៅក្នុងពាក់កណ្ដាលឆ្នាំ2025នេះគឺរាប់ចាប់តាំងពីរៀបចំធៀបការ Pre-wedding រោងការជាដើមពេលនេះមានតែពាក្យជូនពរសម្រាប់គូស្វាមីភរិយាទាំងពីរសូមឲ្យសម្រេចបាននៅគ្រប់អ្វីៗដែលបានប៉ងប្រាថ្នានិងមានសេចក្តីសុខក្នុងដំណើរជីវិតគូរហូតតទៅអស់ថ្លៃលោកកា